ស្អីគេនោះនោះលោកសុថតទេតើមើលលោកចុះលោកពោពេញទៅដោយភាពប្រណិតយើងគិតថាលោកប្រហែលជាឈ្មោះទៅអាណាចក្ររបស់បិតាលោកហើយដើម្បីអង្គុយលើរាជបល្ល័ង្កទាយាទទៀតហើយមើលទ្រង់មកខាងនេះទេតើបានហើយយើងជាអ្នកស្វាគមន៍លោកទៀតហើយតែមើលទៅទ្រង់មានអ្វីជាពិសេសឬមួយទ្រង់ឬមួយទ្រង់ត្រាស់ដឹងទៅហើយនេះអូសូមថ្វាយបង្គំព្រះពុទ្ធដ៏ចម្រើនស្ដាប់ណាបច្ចៈវគិទាំង5យើងរកឃើញផ្លូវឈ្នះភាពជរាការឈឺចាប់និងក្តីស្លាប់ហើយព្រះអង្គដ៏ចម្រើនទុំធ្វើរួចរួចណាសូមប្រាប់ទូបង្គំផងមិនឲ្យប្រាប់ផងយើងនឹងសម្ដែងធម៌ចំពោះអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាតាំងចិត្តរៀនហើយប្រតិបត្តិតាមយើងសម្ដែងមិនយូរទេអ្នកទាំងអស់គ្នានឹងត្រាស់ដឹងនៅខ្លួនឯងមិនមែននៅជាតិមុខនៅពេលនេះហើយឥឡូវនេះក្នុងជាតិនេះយើងនិយាយជាការពិតព្រះពុទ្ធជាម្ចាស់ផ្ដល់ដំណោះដល់ពួកយើងផងយកកិច្ចឲ្យផុតពីប្រការគឺភាពងប់ងល់ទៅលើកាមរម្មណ៍ឬការធ្វើបាបខ្លួនឯងឲ្យពិបាកប៉ុន្តែចូលប្រណិប័តតាមផ្លូវកណ្ដាលព្រះពុទ្ធជាម្ចាស់តើផ្លូវកណ្ដាលនោះអ្វីទៅគឺការប្រណិប័តដែលឈានទៅរកការបំបត្តិទុក្ខ8ប្រការឬអង្គ8គឺ1ការយល់ឃើញត្រូវសមាទិដ្ឋិ2ការត្រេះរិះត្រូវសមាសង្កប្បៈ3ការនិយាយត្រូវសមាវាចា4ការងារត្រូវសមាកម្មន្តៈ5ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ6ការបំពេញព្យាយាមត្រូវសមាវិយាមៈ7ការរលឹកត្រូវសមាសតិ8ការតាំងចិត្តត្រូវសមាសមាធិលោកទាំងឡាយចូលយកវាទៅធ្វើជាផលប្រយោជន៍ដើម្បីសេចក្តីសុខដល់ប្រជាជនដើម្បីសេចក្តីស្រឡាញ់ដល់ពិភពលោកដើម្បីផលប្រយោជន៍ដល់មនុស្សដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយតែកុំទៅផ្លូវមួយដល់ទៅពីររូបចូលសម្ដែងធម៌ឲ្យស្រស់បំព្រងនៅក្នុងជំហានដំបូងហើយនៅទីបំផុតចូលប្រកាសសាសនាហើយតាំងចិត្តឲ្យបរិសុទ្ធស្រស់